សូមជម្រាបសួរប្រិយមិត្តតម្រាប្រវត្តិទាំងអស់គ្នាសូមស្វាគមន៍មកកាន់តម្រាប្រវត្តិអេពីសូតទី25ហើយនៅក្នុងអេពីសូតថ្មីនេះគឺយើងនឹងមកក្រឡេកមើលទៅលើប្រភេទចម្បាំងវិញម្ដងតើនៅក្នុងប្រទេសខ្មែរចាប់តាំងពីក្រោយសម័យអង្គរមកតើមានចម្បាំងប្រភេទអ្វីខ្លះហើយមានតបប្រភេទអ្វីខ្លះដែលយើងប្រើប្រាស់នៅក្នុងចម្បាំងអញ្ចឹងក្នុងនាមយើងជាកូនខ្មែរយើងគួរតែសិក្សាស្វែងយល់អំពីព័ត៌មានទាំងអស់នេះឲ្យបានច្បាស់លាស់ដើម្បីកុំឲ្យមានការភ័ន្តច្រឡំហើយខ្ញុំសូមបញ្ជាក់ថាព័ត៌មានទាំងអស់ដែលខ្ញុំលើកឡើងគឺខ្ញុំបានដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្ត្រខ្មែរភាគ2ដែលនិពន្ធនិងចងក្រងដោយអ្នកស្រីត្រឹងងាអញ្ចឹងកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមទាំងអស់គ្នាប្រភេទចម្បាំងនៅក្នុងសម័យកាលដែលយើងមកសិក្សានេះគេឃើញមានចម្បាំង3ប្រភេទដូចតទៅ 1. ចម្បាំងគ្នាឯងក្នុងស្រុកចម្បាំងប្រភេទនេះសុទ្ធតែបណ្ដាលមកពីវិបត្តិក្នុងរាជវង្សចម្បាំងរវាងព្រះស្រីរាជាស្រីសុរិយោទ័យស្រីធម្មរាជានិងចម្បាំងរវាងស្រីសុគន្ធបុត្រស្ដេចកនច័ន្ទរាជាសុទ្ធតែជាចម្បាំងគ្នាឯងក្នុងស្រុកទាំងអស់ 2. ចម្បាំងរំដោះទឹកដីចាប់ពីសតវត្សទី13រៀងមកខ្មែរយើងត្រូវបានបាត់បង់ទឹកដីចាប់ពីវាលទំនាបនៃទន្លេមេណាមរហូតដល់ព្រំប្រទល់ខេត្តបាត់ដំបងសៀមរាបចាប់តាំងពីរជ្ជកាលព្រះបាទស្រីរាជាដល់រជ្ជកាលព្រះសត្ថាទី1ខ្មែរយើងតែបានលើកទ័ពទៅវាយរំដោះយកអាណាខេត្តដែលត្រូវបាត់បង់ក្នុងកណ្ដាប់ដៃសៀមនោះបានមកវិញ 3. ចម្បាំងការពារជាតិក្នុងករណីខ្លះជនជាតិជិតខាងមានសៀមលាវបានលើកទ័ពចូលមកវាយខ្មែរក្នុងបំណងពង្រីកទឹកដីរបស់គេដោយគេយកលេសផ្សេងៗដោយព្រះច័ន្ទរាជាទ្រង់ប្រកែកមិនព្រមថ្វាយដំរីសព្រះចៅសៀមបានលើកទ័ពចូលវាយខ្មែរ2លើកលើកទី1នៅសៀមរាបលើកទី2នៅពោធិ៍សាត់ក្រោយមកក្នុងរជ្ជកាលព្រះបាទព្រះបរមរាជាទី4ដោយប្រជល់ដំរីចាញ់ខ្មែរស្ដេចលាវបានលើកទ័ពចូលវាយខ្មែរ2លើកប៉ុន្តែទាំងទ័ពសៀមនិងទ័ពលាវសុទ្ធតែត្រូវទទួលបរាជ័យថយទៅវិញទាំងអស់យុទ្ធសាស្ត្រនិងកលយុទ្ធជាទូទៅគេសង្កេតឃើញថាទោះនៅក្នុងចម្បាំងប្រភេទណាក៏ដោយសុទ្ធតែមានគោលដៅចម្បាំងតែមួយគឺវាយដណ្ដើមយកទឹកដីនិងប្រជារាស្ត្រហើយប្រសិនបើវាយយកមិនបានទឹកដីទេក៏គេខិតខំគៀយកឲ្យបានមនុស្សមកនៅខាងគេដែរដោយហេតុនោះហើយទើបយើងឃើញថានៅក្នុងរង្វង់ព្រំដែនទឹកដីខ្មែរសពថ្ងៃមានជនជាតិបរទេសខ្លះដែលរស់រានរហូតមកដូចជាជនជាតិភូមានៅប៉ៃលិនខេត្តបាត់ដំបងជនជាតិលាវនៅបារាយនៅបាភ្នំជាដើមនៅក្នុងការធ្វើចម្បាំងទាំង3ប្រភេទដោយបានពោលរួចហើយនេះគេឃើញថាគេច្រើនតែច្បាំងដោយទល់មុខគ្នាគឺថាគូបដិបកទាំងសងខាងលើកទ័ពធំទៅតទល់គ្នានៅលើសមរភូមិតែម្ដងចំណែកឯរបៀបរាយទ័ពលើកទៅប្រយុទ្ធនឹងខ្មាំងសត្រូវគេឃើញមានរបៀបសំខាន់តែមួយដែលគេច្រើនប្រើដូចតទៅទ័ពមុខទ័ពស្ដាំទ័ពឆ្វេងទ័ពលួងឬទ័ពធំនៅកណ្ដាលគេនិងទ័ពក្រោយគួរគប្បីបញ្ជាក់ថាក្នុងករណីខ្លះទ័ពមុខនិងទ័ពក្រោយពុំឃើញមានផងទេដូច្នេះមានទ័ពដែលមានមុខងារពិសេសខ្លះគឺទ័ពក្រវ៉ែលទ័ពស្ទាក់ទ័ពជន្លទ័ពបង្កប់ទ័ពក្រវ៉ែលគឺពួកទាហានដែលគេឲ្យដើរល្បាតដើម្បីឃ្លាំមើលចេតនានិងសកម្មភាពរបស់ទ័ពសត្រូវទ័ពស្ទាក់គឺជាពួកទាហានដែលមានបេសកកម្មរាងកុំឲ្យទ័ពសត្រូវតាក់ទងគ្នាបានឬកុំឲ្យទ័ពសត្រូវផ្នែកណាមួយទៅជួបផ្នែកណាមួយទៀតបានទ័ពជន្លគឺពួកទាហានដែលគេឲ្យទៅមុនសម្រាប់តាក់ទាញឲ្យទ័ពសត្រូវដេញតាមទ័ពបង្កប់គឺពួកទាហានដែលគេបង្កប់ទុកក្នុងព្រៃមិនឲ្យសត្រូវដឹងមានបេសកកម្មងើបវាយផ្ទប់សត្រូវពីគ្រប់ទិសទីកាលណាពួកនេះធ្លាក់ក្នុងអន្ទាក់របស់គេចំពោះចំនួនទាហានក្នុងប្រភេទទ័ពទាំងប៉ុន្មានដោយបានរៀបរាប់រួចមកហើយនេះគេឃើញថាមានចំនួនមិនស្មើគ្នាក្នុងទ័ពម្ខាងចំនួននេះតែងតែផ្លាស់ប្ដូរទៅតាមកាលៈទេសៈគឺថាទៅតាមលទ្ធភាពដែលគូបដិបកអាចកែនបានតិចឬច្រើនជាទូទៅគេសង្កេតឃើញទ័ពមុខឬទ័ពស្រួចតែមានចំនួនច្រើនជាងទ័ពស្ដាំនិងទ័ពឆ្វេងដែលមានស្មើគ្នាឯទ័ពក្រោយមានចំនួនប្រហាក់ប្រហែលនឹងទ័ពស្ដាំនិងឆ្វេងដែរមានតែទ័ពលួងឬទ័ពធំទេដែលមានចំនួនទាហានច្រើនជាងគេឯទ័ពក្រវ៉ែលទ័ពជន្លទ័ពបង្កប់មានចំនួនទាហានប្រហែលគ្នាហើយតិចជាងគេផងដែរខាងក្រោមនេះជាឧទាហរណ៍មួយពីចំណាត់ទ័ពសម្រាប់ចូលច្បាំងទ័ពមុខ 20000 នាក់ទ័ពស្ដាំ 10000 នាក់ទ័ពឆ្វេង 10000 នាក់ទ័ពលួង 40000 នាក់ទ័ពបង្កប់ 5000 នាក់ក្នុងផ្នែកកលយុទ្ធជួនកាលគេធ្វើកលជាចាញ់ហើយបើសត្រូវដេញតាមទៅនោះច្បាស់ជាត្រូវពួកទ័ពបង្កប់និងទ័ពស្ទាក់ងើបឡើងវាយផ្ទប់យកឈ្នះជាមិនខានក្នុងករណីដែលទ័ពម្ខាងប្រយុទ្ធហើយទុនដៃជាងទ័ពម្ខាងទៀតនោះគេច្រើនថយចូលការពារខ្លួនក្នុងបន្ទាយដោយការទ័ពព្រះបាទស្រីសុគន្ធបុត្រថយចូលទៅក្នុងបន្ទាយស្ទឹងសែនទ័ពព្រះច័ន្ទរាជាថយចូលក្នុងបន្ទាយពោធិ៍សាត់ទ័ពស្ដេចកនថយចូលក្នុងបន្ទាយស្រឡប់ពិជ័យទ័ពព្រះស្រីសុរិយោពណ៌ថយចូលនៅក្នុងបន្ទាយលង្វែកឯទ័ពម្ខាងទៀតក៏មកធ្វើការឡោមព័ទ្ធអស់រយៈពេលជាច្រើនខែបន្ទាយនីមួយៗសុទ្ធតែមានសើនមានប៉មសម្រាប់ការពារមុំណាស់ឯទ័ពនៅខាងក្នុងសុទ្ធតែបានប្រមូលស្បៀងទុកបំរុងសម្រាប់រស់នៅឲ្យបានពេលយូរ
ម្ល៉េះហើយតបមកខាងទៀតដែលធ្វើការឡោមព័ទ្ធនោះមិនងាយចូលវាយលុកយកបន្ទាយបានងាយៗទេស្ដេចកូនឲ្យទាហានធ្វើកលជាក្បត់រត់ចូលខាងព្រះបាទស្រីគុណតបត់ហើយរកឱកាសល្អចូលលុកធ្វើប្រគុតព្រះអង្គបានពេលនោះតបខាងស្ដេចកូនក៏វាយលុកចូលយកបន្ទាយបានទៅការតបសៀមលើកតបចូលព័ទ្ធបន្ទាយឡើងវិញលើកទី1វាមិនអាចវាយកបន្ទាយនោះទេព្រោះមានរបងរិស័យព័ទ្ធពីខាងក្រៅក្រាស់ពេកដោយហេតុនេះទើបសៀមធ្វើកលបាញ់ប្រាក់ដួងចូលក្នុងរបងរិស័យមុននឹងដកថយទៅវិញការដែលតបព្រះច័ន្ទរាជាទៅព័ទ្ធស្ដេចកូននៅក្នុងបន្ទាយស្រឡប់វិជ័យហើយយកមិនបាននោះព្រះអង្គទ្រង់ចាត់ឲ្យប្រកាសថាព្រះអង្គនឹងវាយកបន្ទាយឲ្យទាល់តែបានហើយនៅពេលយកបានបន្ទាយនោះជនណាដែលនៅក្នុងបន្ទាយនឹងត្រូវដាក់ឲ្យទៅជាអ្នកងារម្យ៉ាងទៀតខាងព្រះច័ន្ទរាជាបានឃោសនាថាព្រះចៅសៀមបានបញ្ជូនកងទ័ពមួយមកឲ្យជួយព្រះច័ន្ទរាជាពាក្យនេះធ្វើឲ្យមនុស្សនៅក្នុងបន្ទាយមានការផិតភ័យយ៉ាងខ្លាំងនៅពេលយប់ព្រះច័ន្ទរាជាទ្រង់បានចាត់ឲ្យដុតស្មៅស្ងួតនៅជុំវិញបន្ទាយមនុស្សនៅក្នុងបន្ទាយឃើញដូច្នោះរឹតតែភ័យខ្លាំងថែមទៀតដោយនឹកស្មានថាភ្លើងទាំងនេះជាកន្លែងជំរុំរបស់កងទ័ពសៀមមែនម្ល៉េះហើយទ័ពរបស់ស្ដេចកនាំគ្នាពពាក់ពពូនរត់ចេញពីបន្ទាយដោយខ្លាចគេសម្លាប់ផងនិងខ្លាចគេដាក់ឲ្យនៅជាអ្នកងារផងដោយហេតុនោះហើយទើបព្រះច័ន្ទរាជាអាចយកបន្ទាយស្រឡប់វិជ័យនិងចាប់ស្ដេចកនបានសកម្មភាពចិត្តសាស្ត្រក្នុងពេលធ្វើចម្បាំងក្នុងពេលធ្វើចម្បាំងមេម្ខាងតែងតែផ្ដល់រង្វាន់ដល់សេនាទាហានដែលមានថ្វីដៃដើម្បីជាការលើកទឹកចិត្តនៅពេលផ្អាកសង្គ្រាមម្ដងតែងតែមានការប្រឡងថ្វីដៃហើយបើឈ្មោះណាបានជាសេនាទាហានហើយយកសាក់ទ្រព្យសម្បត្តិជារង្វាន់មិនគ្រាន់តែបានត្រឹមឈ្មោះនោះទេតែបានដល់គ្រួសារខ្លួនទៀតនៅរដូវវស្សាគេច្រើនតែព្រមព្រៀងគ្នារំសាយកងទ័ពបើកឲ្យទាហានត្រឡប់ទៅជួបជុំប្រពន្ធកូនផងនិងឲ្យមានឱកាសធ្វើស្រែចម្ការយកស្បៀងចិញ្ចឹមគ្រួសារនិងចិញ្ចឹមកងទ័ពតទៅទៀតដើម្បីឲ្យអ្នកស្រុកនិងកងទ័ពគូសត្រូវចូលខាងខ្លួនគេតែងតែឃោសនាបង្ហាញនៅលក្ខណៈត្រឹមត្រូវពេញច្បាប់ខាងគេហើយបង្ហាញពីលក្ខណៈមិនគួរប្រសើររបស់ពួកគូបដិបកដោយខាងព្រះច័ន្ទរាជាតែងតែឃោសនាប្រាប់រាថាព្រះអង្គជាពូជពងក្សត្រចំណែកឯស្ដេចកនជាពលព្រះមនុស្សក្នុងវណ្ណៈថោកទាបជាដើមនៅពេលដែលលើកតបទៅវាយត្រង់តំបន់ណាដែលម្ខាងទៀតធ្លាប់កាន់កាប់គេតែងតែបញ្ជូនអ្នកមានវោហាថ្វីមាត់ឲ្យទៅនិយាយបញ្ចុះបញ្ចូលចៅហ្វាយស្រុកនិងប្រជារាស្ត្រឲ្យចូលមកខាងខ្លួនគេជាមុនសិនក្នុងការធ្វើចម្បាំងគេតែងតែចេញបញ្ជាហាមប្រាមមិនឲ្យទាហានទៅរំលោភជិះជាន់ប្លន់យកទ្រព្យសម្បត្តិពីប្រជារាស្ត្រឡើយបើមានជនណាល្មើសច្បាប់ធ្វើឲ្យរាស្ត្រក្តៅក្រហាយនោះនឹងត្រូវទទួលទណ្ឌកម្មរហូតដល់ត្រូវប្រហារជីវិតម្យ៉ាងទៀតខាងស្ដេចបានបញ្ជាឲ្យយករាជប្រកាសទៅបិទនៅតំបន់សត្រូវកាន់កាប់ថាបើជនណាមានចិត្តស្មោះត្រង់ព្រមចុះចូលបម្រើព្រះអង្គពីឥឡូវទៅព្រះអង្គនឹងលើកទោសឲ្យតែបើផ្ទុយទៅវិញកាលណាស្រុករៀបទៀបហើយព្រះអង្គនឹងចាត់ទុកជាជនក្បត់ហើយត្រូវទទួលទោសជាទម្ងន់មានការដាក់ឲ្យទៅជាអ្នកងារជាដើមនេះគឺជាព័ត៌មានទាំងអស់ដែលតាក់ទងជាមួយនឹងការធ្វើចម្បាំងនៅក្នុងប្រទេសខ្មែររបស់យើងក្រោយពីសម័យអង្គរយើងឃើញថាល្បិចកិច្ចកក្នុងការធ្វើចម្បាំងហាក់មានសភាពស្រដៀងគ្នាទៅជាមួយនឹងរឿងដែលយើងបានទស្សនានៅក្នុងទូរទស្សន៍ដូចជារឿងចិនរឿងហុងកុងជាដើមដែលគេនិយាយអំពីប្រវត្តិសាស្ត្ររបស់គេក៏មានជាល្បិចកិច្ចកក្នុងការធ្វើសង្គ្រាមផងដែរហើយតម្រាប់ប្រវត្តិក៏ឈានមកដល់ទីបញ្ចប់ផងដែរសូមអរគុណប្រិយមិត្តទាំងអស់គ្នាក្នុងការចំណាយពេលដ៏មានតម្លៃក្នុងការស្ដាប់ក៏ដូចជាទស្សនាវីដេអូរបស់តម្រាប់ប្រវត្តិតាំងពីដើមដល់ចប់ប៉ុន្តែតម្រាប់ប្រវត្តិក៏សូមឲ្យអ្នកទាំងអស់គ្នាជួយចុច like subscribe និង share វីដេអូនេះផងដើម្បីជាការលើកទឹកចិត្តឲ្យតម្រាប់ប្រវត្តិបន្តធ្វើវីដេអូបន្ថែមទៀតតម្រាប់ប្រវត្តិសូមអរគុណសូមជម្រាបលា